FIFA World Cup បានឈានមកដល់វគ្គពាក់កណ្ដាលប្រេចប្រត់ហើយក្រុមទាំង4ដែលឡើងមកវគ្គពាក់កណ្ដាលប្រេចប្រត់នេះមាន3ក្រុមមកពីអឺរ៉ុបនិង1ក្រុមមកពីអាមេរិកឡាទីនដែលនៅក្នុងនោះមានដូចជាអេស្ប៉ាញបារាំងអង់គ្លេសជាមួយនឹងអាសង់ទីនហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺក្រុមទាំង4ដែលឡើងមកវគ្គពាក់កណ្ដាលប្រេចប្រត់នេះគឺស្ថិតនៅ top កំពូលទាំង4នៃតារាងបាល់ទាត់ FIFA World Ranking ដែលក្នុងនោះក្រុមអង់គ្លេសស្ថិតនៅលេខ4បារាំងស្ថិតនៅលេខ3ហើយអេស្ប៉ាញស្ថិតនៅលេខ2និងអាសង់ទីនស្ថិតនៅកំពូលតារាងឈរលេខ1ជំនួសដំបូងនៅវគ្គពាក់កណ្ដាលប្រេចប្រត់នេះបារាំងជាមួយនឹងអេស្ប៉ាញក្រុមទាំងពីរនេះគឺមាននិស្ស័យជាមួយនឹងគ្នានៅវគ្គ semi final នឹងខ្លាំងមែនតើដោយ3ឆ្នាំជួបគ្នានៅ semi final ទាំង3ឆ្នាំជាប់គ្នាឆ្នាំ2024ពានរង្វាន់ Euro អេស្ប៉ាញប៉ះជាមួយនឹងបារាំងនៅវគ្គ semi final អេស្ប៉ាញទម្លាក់បារាំង2-1ឆ្នាំ2025អេស្ប៉ាញប៉ះជាមួយបារាំងនៅវគ្គ semi final ទៀតពានរង្វាន់ Nations League ហើយអេស្ប៉ាញទម្លាក់បារាំងដដែលនៅក្នុងលទ្ធផល5-4ហើយចំណែកឆ្នាំនេះ2026វគ្គ semi final ដូចគ្នាបារាំងត្រូវប៉ះជាមួយអេស្ប៉ាញទៀតហើយចាំមើលថាបារាំងអាចសងសឹកទៅលើអេស្ប៉ាញឬក៏ត្រូវអេស្ប៉ាញទម្លាក់ជាថ្មីម្ដងទៀតនៅវគ្គ semi final នេះហើយសម្រាប់ខ្ញុំជឿជាក់ថាបារាំងអាចសងសឹកទៅលើអេស្ប៉ាញបានហើយបារាំងនឹងជាអ្នកដែលអាចឡើងទៅវគ្គផ្ដាច់ព្រាត់ពានរង្វាន់ FIFA World Cup 2026នេះហើយគូទី2ជំនួសរវាងអាសង់ទីនជាមួយនឹងអង់គ្លេសអាសង់ទីនជាមួយនឹងអង់គ្លេសនេះធ្លាប់ប៉ះគ្នានៅពានរង្វាន់ FIFA World Cup នេះចំនួន5ដងដោយលើកទី1ប៉ះគ្នានៅវគ្គ Group Stage ឆ្នាំ1962ពេលនោះអាសង់ទីនចាញ់អង់គ្លេសនៅក្នុងលទ្ធផល3-1ប៉ះគ្នាលើកទី2នៅឆ្នាំ1966ដោយអង់គ្លេសទម្លាក់អាសង់ទីននៅលទ្ធផល1-0នៅវគ្គ8ក្រុមចុងក្រោយហើយឆ្នាំនោះអង់គ្លេសគឺជាម្ចាស់ជើងឯកជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដែលបានឈ្នះពានរង្វាន់ FIFA World Cup នេះប៉ះគ្នាលើកទី3នៅវគ្គ8ក្រុមចុងក្រោយដូចគ្នានៅឆ្នាំ1986ដោយពេលនោះអាសង់ទីនទម្លាក់អង់គ្លេសនៅក្នុងលទ្ធផល2-1ហើយឆ្នាំនោះដែរអាសង់ទីនក៏ជាម្ចាស់ជើងឯកនៃពានរង្វាន់ FIFA World Cup នោះផងដែរហើយប៉ះគ្នាលើកទី4នៅឆ្នាំ1998វគ្គ16ក្រុមចុងក្រោយដោយពេលនោះអាសង់ទីនជាអ្នកឈ្នះអង់គ្លេសនៅបាល់ពេនទីកសិក្តី4-3និងប៉ះគ្នាលើកចុងក្រោយនៅឆ្នាំ2002វគ្គ Group Stage ពេលនោះអង់គ្លេសឈ្នះអាសង់ទីន1-0ដូច្នេះហើយការជួបគ្នានៅវគ្គ semi final នេះគឺជាការជួបគ្នាលើកទី6រវាងក្រុមទាំងពីរនៃពានរង្វាន់ FIFA World Cup អញ្ចឹងចាំមើលថាតើរវាងអាសង់ទីនជាមួយនឹងអង់គ្លេសក្រុមណាជាអ្នកយកជ័យជំនះហើយឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់មួយនេះសម្រាប់ខ្ញុំគិតថាអង់គ្លេសនឹងទម្លាក់អាសង់ទីនត្រឹមវគ្គ semi final នេះហើយឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានរង្វាន់ FIFA World Cup 2026នេះចុះចំពោះបងប្អូនតើយល់យ៉ាងណាដែរតើបងប្អូនគិតថាក្រុមមួយណានឹងឡើងទៅវគ្គផ្ដាច់ព្រាត់នៃពានមួយនេះកុំភ្លេច comment នៅខាងក្រោម